vì miên sam kỳ phiệp bồng hai ở khơi bị côn đầm lầy những tu sanhวิเชียรដឹកនាំ snow របស់ថ្នាក់ដឹកនាំខ្មែរដែលយល់យ៉ាងច្បាស់ថាការបង្រួបបង្រួមជាតិនិងសាមគ្គីភាពជាតិគឺជាសសរទ្រូងដ៏រឹងមាំនៃសន្តិភាពស្ថិរភាពនិងភាពរីកចម្រើនដ៏យូរអង្វែងរបស់កម្ពុជាវិមាននេះក៏មាននិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្នទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាលដែលធ្លាប់មានអរិយធម៌ចំណាស់ត្រជាក់ត្រចង់ឧត្តមឧត្តមនិងមានកិត្តិយសភាពល្បីរន្ទឺនៅក្នុងតំបន់និងនៅលើសកលលោកយើងអាចសន្និដ្ឋានបានថាវាមានសាមគ្គីភាពនិងមិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីជាតិប៉ុណ្ណោះទេប៉ុន្តែអាគារនេះនឹងជួយលើកកម្ពស់កិត្តិយសភាពជាតិនៅលើឆាកអន្តរជាតិនាពេលបច្ចុប្បន្ននិងទៅអនាគតព្រមទាំងជួយបន្ថែមសោភ័ណភាពនិងភាពចម្រុះអមដោយសំណង់អាគារប្រវត្តិសាស្ត្រជាច្រើននៅក្នុងវិមានរដ្ឋចំការមនដែលជាកេរដំណែលមរតកនៃស្ថាបត្យកម្មនិងជាស្នាប្រហោះដ៏ថ្លៃថ្លាបំផុតនៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតក្នុងពេលដែលព្រះអង្គនៅគង់ព្រះជន្មនិងបំពេញព្រះរាជកិច្ចនៅទីនេះជាសច្ចធម៌មិនអាចប្រកែកបានក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យកតេបណ្ឌិតដ៏ឆ្នើមឆ្លៀសវៃនិងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានដាក់ចេញនិងដឹកនាំអនុវត្តប្រកបដោយជោគជ័យនៅនយោបាយឈ្នះឈ្នះហើយជាបន្តបន្ទាប់មកទៀតចាប់ពីយុទ្ធសាស្ត្រត្រីកោណរហូតដល់យុទ្ធសាស្ត្រចតុកោណនិងគោលនយោបាយកែតម្រង់មុតស្រួចនិងស៊ីជម្រៅលើគ្រប់វិស័យសេដ្ឋកិច្ចសង្គមធ្វើឲ្យកម្ពុជាទទួលបានការអភិវឌ្ឍនិងរីកចម្រើនជាលំដាប់ក៏ដូចជាបានផ្លាស់ប្ដូរមុខមាត់ថ្មីគួរជាទីមោទនៈទាំងអស់នេះគឺមកពីយើងទាំងអស់គ្នាមានមហាសាមគ្គីជាតិជាធ្លុងមួយក្រោមម្លប់សន្តិភាពដ៏រឹងមាំនិងយូរអង្វែងក្នុងផ្ទៃប្រទេសកំណើនសេដ្ឋកិច្ចខ្ពស់ជាប់មិនដាច់ក្នុងធារៈវេលាជិត2ទសវត្សរ៍ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រទំនើបរបស់កម្ពុជាបាននឹងកំពុងដល់ផ្លែផ្កាដែលធ្វើឲ្យសមិទ្ធផលស្មានមិនដល់ជាច្រើនលេចចេញជារូបរាងឡើងដោយឡែកសម្រាប់នីតិកាលទី5នៃព្រឹទ្ធសភាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបាននាំមកនូវសមិទ្ធផលដ៏ធំធេងបន្ថែមទៀតក្នុងការការពារជាតិសាសនាព្រះមហាក្សត្រនិងការពង្រឹងឯកភាពជាតិរក្សាការពារអធិបតេយ្យភាពជាតិដ៏ថ្លៃថ្លានិងអរិយធម៌អង្គរដ៏បវរនៃយើង